ជំនួយការផ្ទាល់ខ្លួនមួយថ្ងៃ10000បើសិនជាមិនបានប្រកាន់លើកនេះទេថ្ងៃក្រោយបារបស់នេះគឺច្បាស់ជាមិនមានឱកាសទេអាឡូលោកប្រោមួយថ្ងៃ10000ពិតជាមួយថ្ងៃកាត់ម្ដងមែនទេអ្នកណាយកលេខទូរស័ព្ទយកសរសេរលើលិខិតបានពាណិជ្ជកម្មគ្រូប៉ែសឺពួកនិស្សិតប្រហែលឆ្នាំនេះមិនដឹងជាការស្អីទេត្រូវបានពួកបោកប្រាស់ពាណិជ្ជកម្មប្រាក់ខែខ្ពស់បោកយកទៅយកជីវិតអូវ៉ាក៏ខូចស្បូននឹងក៏ខ្ទេចទៀតគឺមន់ថ្មីមែនទេមែនហើយអញ្ចឹងល្អហើយទីក្រុង8អាគារ6បន្ទប់1009សាកតំណែងដោះកាយទៅថាម៉េចមិនយល់អ្វីថាជាការសាកតំណែងទេមិនសមជាមន់ថ្មីទេបញ្ញាប់ឡើងកុំលេងស្ទាយធ្វើមិនដឹងខ្លួនបានទេសុំតើខ្ញុំស្ដាយក្រោយហើយទ្វារត្រូវបានចាក់ហើយពេលនេះស្ដាយក្រោយយឺតពេលហើយលោកប្រុសខ្ញុំដឹងខុសហើយថ្ងៃក្រោយខ្ញុំលែងហ៊ានហើយសូមបោះលើកលែងខ្ញុំទៅពុតជាដឹងខុសមែនចេញទៅបើមិននិយាយពួកនិស្សិតពេលនេះគឺពុតជានៅក្មេងខ្ចីណាសូម្បីទ្វារក៏មិនចេះបើកផងពុតជាធុញវះកាន់លើកក្រោយត្រូវជួយដល់ក្មេងស្រីដែលត្រូវបាត់បង់ជើងកូនស្រីគ្មានចិត្តអញនេះឲ្យឯងពិការទៅមិនបានទេឯងអត់ចចោលនេះនិយាយឲ្យលុយប្រាប់ឯងនេះយកប្រាក់ហើយឯណាលុយយើងប្រាប់ឯងបើមិនឲ្យលុយមកទៀតបើឯងខ្លាចខ្លាំងធ្វើទៀតទេនឹងចាំតែចាំស្រាប់ទៅលោកបានដែលសាកជួយខ្ញុំទៅច្បាប់នេះខ្ញុំមិនអាចនឹងខ្វាត់ពីគាត់ទេលើកនេះក៏ច្បាស់ហើយខ្ញុំខ្វះលុយដោះចេញទៅនាងពុតជាដោះណាស់ម៉េចខ្ញុំឲ្យពេលនាង20នាទីដឹកខ្លួនបន្តិចទៅបើសិនជាធ្វើឲ្យខ្ញុំមិនមានអារម្មណ៍អីទេនោះចាប់ចេញទៅលើកនេះច្បាស់ជាភ័យហើយគឺប្រើប្រាស់ការធ្វើឲ្យរំភើបដើម្បីលុយខ្ញុំបានលក់ខ្លួនឯងទៅឲ្យបរិសុទ្ធមិនដែលស្គាល់គ្នាម្នាក់មើលខ្ញុំធ្វើអីស្កែនខ្ញុំមកលោកអាយលើហើយទុកថាខ្ញុំធ្វើបន់មួយថ្ងៃទៅចុះអរគុណលៃចូលកណនី
លុយមិនគ្រប់ទេបងឯងរកបានការងារធ្វើហើយត្រូវការថ្លៃណែនាំឆាប់បាច់60000មកទៀត ម៉ាខ្ញុំអស់លុយហើយ យើងមិនខ្វល់ទេភ័យឯងរកប្រាក់បានឯងវាកាត់បានក៏រកប្រាក់មកគ្រប់ឲ្យបងឯងបានឲ្យគ្រូសាយើងទាំងមូលផ្ដល់ឲ្យឯងខ្លាចជានិស្សិតផ្ទះយើងមានតែកូនប្រុស2នាក់នេះមិនអាចខ្វល់បានទេស្អែកបើមិនបាញ់លុយមកទេយើងនឹងយកកំបិតទៅដោយផ្ទាល់ទៅមុខសាលាឯងសម្រាប់ខ្លួនខ្ទេចឈាមពេញសាលានិយាយថាឯងបខំឲ្យឯងបង្កើតស្លាប់មានឯងបែបនេះថ្ងៃនេះមិនចាំបាច់ទៅធ្វើការទេណាខ្ញុំទៅបន្តិចទៀតខ្ញុំទៅមន្ទីរពេទ្យមើលយប់នឹងរកឯងជួបគ្នាមួយយប់1000ក៏គ្រប់ថ្លៃចាយ3ខែហើយម្នាក់ទៀតគេគឺជាគ្រូពេទ្យមកស្រួលខ្លួនត្រង់ណា គ្រូពេទ្យពោះខ្ញុំឈឺ ជិះរបៀបមិនទៅ គឺឈឺម្ដងដើរក៏ឈឺអង្គុយក៏ឈឺដឹកឲ្យឡើងហើយដេកទៅ ថាម៉េច ជាការត្រួតពិនិត្យទូទៅគ្រូពេទ្យផ្នែករំលាយខាងក្នុងសេលីនគេគឺឈ្មោះសេលីន កន្លែងនេះជិះទេ ខាត់ក្រោមបន្តិច កន្លែងនេះមិនមែនបញ្ហាពុតទេគឺបញ្ហាស្បូនបានឆ្នាំមួយនេះខ្លះមួយថ្ងៃ3ពេលញ៉ាំឲ្យបានទៀងពេលក្នុងពេលមួយអាទិត្យមិនអាចធ្វើរឿងលើក្រែបានទេ ខ្ញុំដឹងហើយអរគុណគ្រូពេទ្យ នេះរោគស្ត្រីបើកថ្នាំឲ្យគេយ៉ាងម៉េចអ្នកស្រុកជាមួយគ្នាកុំខ្វល់រឿងនេះអីអាយ៉ាខឹងហើយអីមើលមិនដឹងថាឯងនេះចូលចិត្តប្រភេទនេះទេទុនដូចជាកូនទុនសាយសគួរឲ្យស្រឡាញ់ណាមានរឿងអីឬអត់បើអត់ទៅចេញទៅកុំមកទៅភ្នែកយើងមានយប់នេះគឺខួបកំណត់ឈីលីឲ្យយើងមកប្រាប់ឯងជួបគ្នានៅស៊ីនឆាងបានយើងដឹងត្រូវទៅណាមកមិនសបឹងមិនទៅផ្ទះទេមក សួស្ដីលោកប្រុសត្រូវការស្រះទេ តាចេញក្រែងនេះជាលិនមីនណានាងមកធ្វើការទីនេះកំដរផឹកស្រាមកណែមើលស្រីចង្រៃឯងធ្វើស្អាតស្អំស្អីមកទីនេះក្រែងដើម្បីលុយអីយើងមានលុយត្រូវការប្រមាណនេះឡើងយើងមិនស្គាល់ឯងទេ ស្គាល់អីដេកតែម្ដងនឹងស្គាល់គ្នាទៅហើយ ឡើងយើង ណាឯងទៅណា ឡើងយើង ឡើងនាងសម័យទៅនៅសាលាគឺយើងយកនាងមិនបាននៅទីនេះដល់កន្លែងដែលយើងត្រូវយកនាងហើយស្ដាប់ប្រកបទៅល្អជាងកុំរើយើងអាចឲ្យនាងជួយតិចទេនាងនៅស្ងៀមសិនទៅអាចរៃណាស់យើងប៉ះយើងលេងលោកពូ គេជាក្មួយរបស់សុងជើយាន គ្រូសាសងបរៀនឯងបែបនេះមែនទេណែលោកពូនេះជាសង្សាររបស់ខ្ញុំនាំនាងចេញមកក្រៅដើរលេងទេមើលស្រី ខ្ញុំមិនមែនទេ ចាប់បាញ់ឯងនិយាយបានច្បាស់ជាងនេះមែនទេលោកពូខ្ញុំខានញ៉ាំសាច់យូរហើយហៅមិត្តភ័ក្តិមកដេកជាមួយមកយប់យ៉ាងម៉េចខ្ញុំឲ្យលុយនាងតាដល់ទៅចេញទៅលោកពូបើមានលើក្រោយទៀតណាប៉ារបស់ឯងនឹងបាច់បំបាក់ជើងឯង
យ៉ាមិនខ្វះលុយទៀតហើយ មែនហើយមិនមែនទេខ្ញុំមិនធ្វើការទេអរគុណលោកអំបញ្ញមិនជួយខ្ញុំ លើកនេះខ្វះប្រហែលទៅ 50000 ចុះបើរកលុយមិនបានទេនាងទៅធ្វើការដែលមិនល្អនោះទៀតទេ ខ្ញុំត្រូវការលុយ ឆាប់អិតវិឆាត់ខ្ញុំវិញមិនអិតឡោះខ្ញុំនឹងទៅនិយាយជាមួយនឹងគ្រូសាស្ត្រជនរបស់នាងសិស្សល្អរបស់គេនឹងខ្ញុំ កុំនិយាយខ្ញុំអេត ទៅពួកឯងមិនក៏មកវិញជាមួយគ្នាពួកឯងមិនធ្វើស្អីមិនក៏ជំនួយការយើងមុខកំហំបាននេះគ្មានអីទេអូគ្មានទេគ្រាន់តែនិយាយលេងទេឯងចូលធ្វើបាននាងទៅនាងមុខស្ដើងជាក្មេងស្ដាប់មកគប់មែនស្ដាប់មកគប់ដល់កណ្ដាលយប់វាឡើងក្រែរបស់ខ្ញុំវាដល់ទៅ2ដងបានខ្ញុំទៅហើយខ្ញុំនៅមានរឿងដោះស្រាយសូមឯងជួយជូនជំនួយការខ្ញុំទៅវិញផុនណាបានលោកគ្រូខ្ញុំតោះទៅ មិនបាច់ទេខ្ញុំចេះឡានក្រុងត្រឡប់ទៅវិញខ្លួនឯង កុំឲ្យខ្ញុំនិយាយ2ដងណា អរគុណ មើលទៅពួកយើងធ្លាប់ដេកជាមួយគ្នា2ដងខ្ញុំប្រមាននាងជាលើកចុងក្រោយឃ្លាតពីឈិនលីទៅ គ្រូប៉ាត់សឺឆ្ងាយពីអ្នកណាចិត្តអ្នកណាជាសេរីភាពរបស់ខ្ញុំមិនអាចដោយសារតែលោកដេកជាមួយខ្ញុំ2ដងសូម្បីតែទំនាក់ទំនងរបស់ខ្ញុំក៏លោកត្រូវខ្វល់ដែរហូរព្រំដែន បានក្រាន់បាន ម៉ាក់ចង់ធ្វើអី នាងមើលមិនយល់ទៀតអីម៉ាក់របស់នាងលក់នាងឲ្យយើងហើយ អាយហ៊ានរត់ទេយើងនឹងផ្ដាច់ឆ្នាំឪឯងនេះ ម៉ាក់ប៉ាជាប្តីរបស់ម៉ាក់ បានហើយអតាកាចាស់នោះដេកលើក្រែច្រើនឆ្នាំយ៉ាងនេះបំរើអត់បំរើនោមយើងទ្រាំលែងបានទៀតហើយដោយសារតែឯងមិនចឹងទេប៉ាឯងមិនត្រូវឡានបុកទេបើនិយាយទៅគឺដោយសារតែឯងហ្នឹងពីមុនកន្លែងឯងនិយាយថាសងគុណមែនទេពេលនេះឱកាសមកដល់ហើយឲ្យតែឯងស្ដាប់បង្គាប់លោកប្រុសសុងកាលណៃនាំប្អូនឯងថ្លៃឆ្នាំប៉ាឯងគឺមានហើយនៅពេលនោះមកពីឯងទាំងអស់ហ្នឹងដឹងទេ ខ្ញុំមិនត្រូវការទេ ឯងចង់រត់ទៀតទេណាយើងវាយឯងឲ្យស្លាប់ហ៊ានរត់ទេវាយឯងឲ្យងាប់វាយឯងឲ្យងាប់ឯងហ៊ានរត់ទេហ៎នេះវាយឯងឲ្យងាប់វាយឯងឲ្យងាប់ ហ៎បានហើយយើងមិនចង់ទៅលេងជាមួយនឹងមនុស្សងាប់ទេ មែនហើយលោកប្រុសសុងអញ្ចឹងខ្ញុំចាញ់តែសិនហើយណា ម៉ាក់ ចង់រកជំនួយហ៎លេខសម័យទៅ អាសត្វដេរឆាន នាងគិតច្បាស់ទៅអ្នកដែលលក់នាងគឺជាម្ដាយបង្កើតរបស់នាងនាងយំស្អីទៅយើងជាលោកប្រុសក្នុងគ្រួសារសងទាំងមូលមនុស្សមានទេពកោសលអាចតាមយើងគឺជាសម្លាងដូនតានាងហើយ ជួយទោះបីជាយើងស្លាប់ក៏យើងមិនតាមឯងដែរ ល្អយប់នេះយើងមើលថាមាត់របស់នាងរឿងឬក៏ដាច់យើងវារឹងជាងមាត់នាងនោះ ចាញ់ទៅ ស្រ័យទៅយប់នេះនាងស្រ័យឲ្យបាច់បំពង់ក៏គ្មានមនុស្សមកជួយនាងដែរ ឡើងយើង ស្រីចង្រៃជាធ្វើយើងមកហើយថ្ងៃនេះយើងនឹងចាត់ការនាងឲ្យស្លាប់
ឡើងយើងឡើងយើង អូយដាក់លោកពូដើម្បីស្រីម្នាក់នេះវាយខ្ញុំមែនទេលោកពូដេកជាមួយនាងហើយអាឡូប៉ូប៉ូលីផ្លូវចុងសានអាគារ1005ទីនេះមាន កំប្តឹងប៉ូលីស មានអើខ្ញុំមើលរបួសនាងតិចមើល ខ្ញុំមិនអីទេ ស្នាមដៃធំយ៉ាងនេះនៅនិយាយថាអត់អីទេហេតុអីក៏មិនឲ្យខ្ញុំប្តឹងប៉ូលីសទៅ តែណា សន្តាគារ ខ្ញុំមិនទៅទេខ្ញុំនៅផ្ទះបានហើយ ពេលនេះជប់ខ្លាចខ្ញុំហើយ ខ្លាច អង្វរខ្ញុំធ្វើខ្សួតមួយមកខ្ញុំនាំនាងទៅផ្ទះ ខ្ញុំបងលោកអាចទទួលឲ្យខ្ញុំស្នាក់នៅមួយយប់បានទេ នាងអង្វរមនុស្សបែបនេះ បាទលោកមិនស្រួលទេមិនបាច់ក៏បានដែរ ដាក់ខ្លួនឯងដល់កៅអៅរហ័យរបស់នាងចេញទៅហើយទៅងូតទឹកទៅ ខ្ញុំចាំពាក់កូនគេម្ដងទៀតហើយក ូនរបស់លោកលួចចូលបន្ទប់គេខុសច្បាប់ចាប់រំលោភគេមិនខ្វល់ខ្ញុំជួយចាត់ការchứយុគនេះហើយមិនទាន់ចេញមកទៀតមានរឿងអីកើតឡើងទៀតដែរលីនមាន ទៅហើយ មកណាមក កុំកម្លាំង គ្រូប៉ាត់សាអរគុណលោក លីមានមិនថាសុំទោសឬមួយក៏អរគុណទេគឺសុទ្ធតែត្រូវការចេញពីចិនយល់ដែរទេយ៉ាងម៉េចហើយ ចេញពីចិត្តអី ដូចជាជាមួយខ្ញុំម្ដងទៀតដូចជាជាមួយខ្ញុំម្ដងទៀត ខ្ញុំមិនចង់ទេ តែខ្ញុំចង់កុំកម្រើប្រេតផ្ដាស់បើភ្នែកមើលមកសម្លឹងមើលខ្ញុំមកនាងដឹងថាមធ្យោបាយបំបត្តិភាពភ័យខ្លាចគឺអ្វីទេគឺប្រើប្រាស់ការធ្វើឲ្យរំភើបមួយប្រភេទទៀតគ្របដណ្ដប់វាយកចិត្តទុកដាក់បន្តិចទៅ
ទាំងនេះនាងជាអ្នកធ្វើ អរគុណលោកពេជ្រជប់មិនដែលបានជួយខ្ញុំ ពិតជាចរិតធ្វើឲ្យគេស្រឡាញ់មែនតែខ្ញុំអរគុណនាងយកមិនក្រែងបានអរគុណហើយតានាងបដូរចិត្តទៅ ថាម៉េច ខ្ញុំគ្មានទម្លាប់ដេកជាមួយគេដោយទៅទេបែបនេះទេម្យ៉ាងទៀតខ្ញុំរវល់គឺខ្ញុំមិនអាចមានពេលមកជួយនាងបានរហូតទេ គ្រូពេទ្យសាពិតជាដៃទលេមែនអញ្ចឹងអរគុណគ្រូពេទ្យសាហើយដល់ពេលហើយខ្ញុំទៅធ្វើការហើយឆាប់រំខានលោកគ្រូពេទ្យហើយ ល្អណាស់ដេកហើយយកលុយហើយទៅបាត់ពិតជាធ្វើចំនួនបានល្អមែនលីនមាននាងពិតជាល្អណាស់ តាមពិតពួកយើងទាំងពីរគ្រាន់តែជាការជួយដូរមួយប៉ុណ្ណោះរឿងដែលគេជប់មិញសម្ដេចដែលគេនិយាយចេញមកនោះគឺគ្រាន់តែដើម្បីដេកជាមួយខ្ញុំតែប៉ុណ្ណោះ លីនមានតែជំងឺខ្ញុំមកផ្លែតនៅមន្ទីរពេទ្យមានទិន្នន័យមិនទាន់បានវាស់ លោកគ្រូខ្ញុំកំពុងរកសុំច្បាប់លោកគ្រូថ្ងៃនេះពេលល្ងាចខ្ញុំត្រូវដើររកផ្ទះ ក្រែងនាងទៅតែបដូរផ្ទះថ្មីតើ មែនហើយតែខ្ញុំរស់នៅបានប្រហែលថ្ងៃមានអារម្មណ៍ថានៅទីនោះមិនសូវមានសុវត្ថិភាពមិនស័ក្តិសមរស់នៅម្នាក់ឯង ឥឡូវចេះក្រុមហ៊ុនមានកន្លែងស្នាក់នៅរបស់បុគ្គលិកខ្លះបន្តិចទៀតទៅរកអីអបើលឿនពេលចេញពីធ្វើការអាចនៅបានហើយ មែននេះប៉ុន្តែមិនពេលខ្ញុំចូលធ្វើការដូចជាមិនបានលើកថាមានកន្លែងស្នាក់នៅរបស់បុ រឿង គ្គ នេះ លិក ទើប ទេ សម្រាប់មិនបានអនុវត្តទាន់ពេលនាងធ្វើជាបុគ្គលិកដំបូងគេចំពេលល្មមខ្ញុំមករវល់ទេខ្ញុំជួយនាងណា ល្អពេលនេះខ្ញុំនឹងសរសេរលិខិតស្នើសុំ អាឡូសេលីនក្រៃឯងនៅទីក្រុងប៉ាហ្វាងមានផ្ទះមួយមិនមានមនុស្សនៅទេជួលឲ្យយើងទៅយ៉ាងម៉េចដែរ លោកគ្រូអរគុណលោកគ្រូដែលមកជួយខ្ញុំ មិនទេរឿងតូចតាចទេតោះទៅ បន្ទប់ស្នាក់នៅបុគ្គលិកនៅប៉ាហ្វាងតែជួបសេលីនទៅប៉ុន្តែដូចជាមិនអាចទេដឹងពិភពលោកមិនទៅដល់ម្លឹងទេ គឺទីនេះហើយ ខ្ញុំនិងសេលីននៅបន្ទប់ទល់មុខគ្នាលោកគ្រូគឺមានតែបន្ទប់មួយនេះទេ ត្រូវហើយបន្ទប់ស្នាក់នៅបុគ្គលិកនៅសល់តែមួយទេប៉ុន្តែនៅទីនេះគឺខាងមានមនុស្សរស់នៅយូរទៅហើយត្រូវការនេះបោះសម្អាត ការតាប់តែរបស់អ្នកមានគឺរចនាជាក្រុមមែនទេសូម្បីតែគ្រឿងសង្ហារឹមក៏បរិនតែមួយ មិន ដែរ មានមិនពេញចិត្តកន្លែងនេះ មិនអីទេគ្រាន់តែមានអារម្មណ៍ថាមិនគួរឲ្យជឿ កុំភ័យខ្លាចពេកគ្រាន់តែជាកន្លែងនៅប៉ុណ្ណោះទេទុកចិត្តនៅទៅធ្វើការខ្ញុំឲ្យបានល្អទៅថ្ងៃនេះដាក់ច្បាប់ឲ្យនាងរៀបចំសិនទៅទោះជាវាស់វិញថ្ងៃស្អែកចាំពួកយើងទៅ អរគុណលោកគ្រូ បាទណាខ្ញុំមានការទៀតទៅសិនហើយណាជួយខ្ញុំឆែកមើលនៅប៉ាហ្វាងនៅមានបន្ទប់ណាទំនេរទៀតខ្ញុំត្រូវការទិញ2 3 លោកឈិនលោកទិញផ្ទះច្រើនយ៉ាងនេះធ្វើអី ធ្វើជាបន្ទប់ស្នាក់នៅរបស់បុគ្គលិក ក្រុមហ៊ុនល្អបែបនេះតាំងពីពេលណាកន្លែងស្នាក់នៅរបស់បុគ្គលិកនៅតំបន់ផ្ទះអ្នកអភិជនបានឲ្យឈប់ខ្វល់ហើយអ្នកមានលុយធ្វើអីក៏សមដែរលោកថាកាយបានទិញផ្ទះនៅប៉ៃហ្វាក់ធ្វើជាកន្លែងស្នាក់នៅបុគ្គលិកហើយពួកហាត់ការចំនួននេះពិតជាសំណាងមែនក្រុមហ៊ុនពីមុនគឺគ្មានបែបនេះទេពួកបុគ្គលិកចាស់ខាត់លុយ100លានហើយលើថាជាផ្ទះលោកឈិននៅតំបន់អភិជនការចំណាយធ្វើខ្ញុំបដូរអស់ហើយពេលនេះខ្ញុំចង់ទៅធ្វើជាបុគ្គលិកហាត់ការវិញអាគេនេះមានបន្ទប់ផ្សេងទៀតច្បាស់ណាស់មិនបានអនុញ្ញាតឲ្យខ្ញុំនៅម្នាក់ឯងបានឲ្យកំណត់របស់ថៅកែកូនចាស់មិនបាត់ទេនោះទេ នាងបដូរផ្ទះហើយ មែនហើយចែកដនមែនខ្ញុំល្ងាចមិនទៅស្នើសុំកន្លែងស្នាក់នៅបុគ្គលិកបានចែកដល់ចែកដនទេនឹកស្មានមកដល់ថាកន្លែងយើងនៅទល់មុខគ្នា មើលទៅក្រុមហ៊ុនរបស់នាងពិតជាល្អចំពោះបុគ្គលិកមែនចាំមកផ្លែនមានរបស់មួយទៅសងឲ្យនាងចាំបន្តិចអូមិនបានជាអ្នកទៅពីមកឈរនៅមុខផ្លូវយ៉ាងនេះមិនបានអ្នកទៅពីមកឈរមុខផ្លូវបែបនេះ លោកគ្រូមិនបានជាលោកគ្រូត្រឡប់មកវិញ ឯងទៅតែបដូរផ្ទះខ្វះរបស់ច្រើនណាស់ខ្ញុំទិញរបស់ខ្លះមកឲ្យនាង មិននឹងអាចឲ្យលោកគ្រូចំណាយលុយទេ រឿងតូចតាចទេម្យ៉ាងវិញទៀតទិញក៏ទិញហើយនាងមិនអាចឲ្យខ្ញុំយកទៅវិញទេដឹង អរគុណលោកគ្រូចាប់ផ្ទះសិនទៅខ្ញុំទៅចាស់សម្រាប់បន្តិចមកវិញចេញលោកញ៉ាំបាយ មិនបាច់ទៅញ៉ាំខាងក្រៅទេខ្ញុំបានទិញបន្លែនិងផ្លែឈើខ្លះយើងធ្វើម្ហូបញ៉ាំនៅផ្ទះទៅ ល្អ អាស៊ឺទៅជាមួយគ្នាទេណាឡនតាតោះ មកគ្រប់ហើយ វ៉ាវ
ស្នាដៃធ្វើម្ហូបនាងមិនអត់ទេថ្ងៃក្រោយនរណារៀបការជាមួយនាងច្បាស់ជាមានសំណាងហើយ សត្វតែជាម្ហូបតាំងធ្វើនៅផ្ទះធ្វើតាំងពីតូចមកទម្លាប់អាចទទួលយកបានខ្លះដែរ អញ្ចឹងខ្ញុំនិងគ្រូពេទ្យសឺគឺមានសំណាងបាត់ទៅហើយមក គេហ៊ាននៅមកឈិនលីធ្វើបែបនេះចាំមែនហើយ មាននាងកើតអីហ្នឹង អត់អីទេដៃខ្ញុំរៀងស្ពឹក ញ៉ាំសាច់ឲ្យច្រើនទៅវាពើ អរគុណលោកគ្រូខ្ញុំចាស់ហើយ បានហើយត្រឡប់ទៅវិញទៅមិនបាច់ជូនទេនេះមាននាងគឺថាទៅតាមជាមួយខ្ញុំទេ តាមលោកមានន័យថាម៉េច ស្ដាប់មិនយល់អញ្ចឹងខ្ញុំនិយាយត្រង់ចុះខ្ញុំចិញ្ចឹមនាងរយៈពេលយូរតាន់ពេលនេះខ្ញុំនឹងមានអារម្មណ៍ចំពោះនាងគួរតែបើកចិត្តឲ្យទូលាយទៅមានឲ្យតម្លៃទៅមិនថាលុយប្រមាណទេសុទ្ធតែជាថ្លៃចិញ្ចឹមនាង តាមពិតគេធ្វើពីដើមមកគឺដើម្បីតែដេកជាមួយនឹងខ្ញុំចិញ្ចឹមខ្ញុំមិនត្រូវការទេ នាងនិយាយថាម៉េច ខ្ញុំនិយាយហើយខ្ញុំមិនចង់តាមលោកទេហើយកាន់តែមិនចង់ឲ្យលោកចិញ្ចឹមដែរ នាងមិនចង់តាមខ្ញុំនាងចង់តាមជេលីមានខ្ញុំប្រាប់នាងជេលីគេមានលុយតែលុយរបស់គេមិនងាយស្រួលយកទេតាមប្រាក់ខែរបស់នាងមួយខែ 6000 ដកថ្លៃធានារ៉ាប់រងទៀតនាងគឺថានាងហត់នឿយរាល់ថ្ងៃអាចបំពេញតម្រូវការនាងគ្រប់ទេ មិនបានជាលោកដឹងពីគ្រួសាររបស់ខ្ញុំលើលួចតាមដានខ្ញុំទេ មាននាងគិតម្ដងទៀតទៅយ៉ាងណាតាមខ្ញុំមួយរយៈនេះគឺមិនខ្វះលុយទេប៉ារបស់នាងក៏ទទួលបានការព្យាបាលល្អគឺពួកយើងកំណត់តម្លៃតាមតម្រូវការរៀងខ្លួន មិនបានជាខ្ញុំ ព្រោះនាងស្អាតស្ដាប់បង្គាប់ស្រួលដេញម្យ៉ាងទៀតមានអារម្មណ៍ថាញៀន សុំតើខ្ញុំមិនយកព្រមទេ ខ្ញុំប្រាប់យើងណាលីមានលក់មួយដងនិងលក់100ដងគឺមិនមានអីខុសគ្នាទេនាងកុំលើកតម្លៃខ្លួនឯងពេកមនុស្សឆ្លាតត្រូវធ្វើដើម្បីផលចំណេញខ្លួនឯង អត់ទេមានភាពខុសគ្នាខ្ញុំមានការងារឯរលុយអនាគតរបស់ខ្ញុំនៅមានក្តីសង្ឃឹមជាច្រើនទៀតខ្ញុំមិនអាចមកជីវិតធ្លាក់ខ្លួនជ្រៅរហូតទេខ្ញុំត្រូវតែរកបំរាស់ចេញពីភពមួយនេះ ដោះឲ្យតែនាងអាចគិតបែបនេះរហូតព្រោះនាងស្អាតស្ដាប់បង្គាប់ស្រួលដេញមានអារម្មណ៍ថាញៀន ងាប់ឯងទៅរៀនឲ្យឯងទៅដើរលេងចឹងអីគ្មានបាត់កាតើបងប្អូនតោះគ្នាថ្ងៃនេះមានមហូបសាច់ហើយចាប់ត្រីចង្រៃនោះឲ្យយើងស្រីចង្រៃយើងចាំមុននឹងរតនា លពូអញគឺនៅខាងលើអញហ៊ានប៉ាយើងសាក់មើល ហ៊ានយកលពូយើងមកសង្កត់យើងផងនេះគឺថានាងជាស្អីទៅពួកយើងជួយនាងម្ដងគឺអាចចាំនាងកុំយកមាសបិទបុកខ្លួនឯងអីទោះជាពេលនេះយើងចាត់ការនាងនៅទីនេះពួកយើងក៏មិនហ៊ានមាត់មួយម៉ាត់ដែរ ខ្លាចខ្ញុំទេជួយផង អស់ព្រមមានឡើងទៅលើឡានសិនទៅសុំជឿយានកុំប៉ះពាល់នាងអសនណាបើមិនចង់រឿងអាក្រក់នឹងកើតឡើងទាំងអស់យើងអាចឯងចូលគុកបានគ្រប់ពេលពួកយើងគឺសុទ្ធតែជាកណ្ដូបលើខ្សែតែមួយខ្ញុំចូលហើយលោកក៏អាចរត់ផុតទេចង់សាកមើលទៅតើឯងស្លាប់លឿនជាងឬក៏យើងកន្លះលឿនជាងអាមនុស្សឈួតទាំងមួយទាំងពីរដើម្បីស្រីម្នាក់គឺពិតជាអើយជួបនឹងខ្មោចហើយលីមាននាងកុំខ្លាចណាถ้าបើតែគ្រួសារសុំជឿយើងគឺមានលុយមានអំណាចតែឲ្យតែនាងតាមខ្ញុំគេមិនអាចធ្វើឲ្យនាងទេលីមានណាមិនចាំបាច់ឆ្លើយជ្រាវទេមកខោទៀតមានអំណាចខ្លាំងណាស់ទោះជាអាចខំឆ្លើយជ្រាវ10ឆ្នាំទៀតក៏មិនអាចមានលទ្ធផលដែរបាទណាកុំពិបាកចិត្តអីថ្ងៃនេះការងារសម្រាប់សិនទៅខ្ញុំនាំនាងទៅដើរលេងក្រែងនាងចាប់អារម្មណ៍អាគារមេឃដីអន្តរជាតិណាមែនទេយប់នេះនាំនាងទៅមើល ពិតជាអាចតែពេលជប់បានមែនទេក្រែងតែនោះអាចតែដល់ពេលជប់គឺបាត់ទ្វារហើយមែនទេ ទីកន្លែងបែបនេះពេលយប់គឺអ៊ូអរឈរនៅទីនេះមើលទៅខាងក្រោមគ្រឿងបង្គំអាគារទាំងមូលនៅមុខនាងហើយអាយ៉ាលោកឆេណាណាត់មើលស្រីម្នាក់មានន័យណាស់ណ
ហើយណែនាំឲ្យពួកយើងស្គាល់ផងមើលមកចូលមកលេងជាមួយពួកយើងមកទៅពួកគេសុទ្ធតែជាអ្នកមានមុខមាត់នៅទីក្រុងនេះថ្ងៃក្រោយអាចជួយនាងបានល្អបើកបន្ទប់មួយខ្ញុំជាអ្នកចេញលុយជានាំមកស្រីមកបន្តិចទៀតខ្ញុំកក់បន្ទប់ហើយណាគឺទីតាំងពិតជាស្រីវ័យក្មេងមែនជាលីណាឯងផ្លាស់ប្ដូររសជាតិតាំងពីពេលណាពិតជាបកកាយមែនវ័យឈប់និយាយទៅនេះឈ្មោះលីនមានគឺជាសិស្សរបស់ខ្ញុំទេជាក្មេងស្រីឆ្លាតម្នាក់ថ្ងៃក្រោយពឹកពាក់ពួកឯងឲ្យជួយមើលថែផងអូតាមពិតគឺជាសិស្សទេអញ្ចឹងបានជាស្ដាប់មកគំគ្រាន់តែមើលទៅគឺដឹងថាទើបទៅចេញពីសាលាបានហើយសប្បាយរីកខ្លួនទៅកុំ20នាងទុកចិត្តចុះមានខ្ញុំនៅទីនេះបើធូរអារម្មណ៍ខ្លះទៅក្រែងនេះជាគ្រូពេទ្យកំពូលគ្រូពេទ្យស៊ឿនតាជាធម្មតាហៅមកទេអមិនក៏ថ្ងៃនេះទំនេរយ៉ាងម៉េចមិនស្វាគមន៍យើងទេមិនហ៊ានទេថ្ងៃក្រោយឈឺក្បាលក្តៅខ្លួនរកឯងព្យាបាលខ្លាចតែឯងមិនដាក់ថ្នាំឲ្យយើងហើយពួកយើងអង្គុយធ្វើស្អីថ្ងៃនេះមានប្អូនស្រីនៅទីនេះពួកយើងលេងឲ្យបានសប្បាយម្ដងទៅគឺពិតជាមានន័យមែនទែនបានទាំងអស់បានហើយមនុស្សមកគ្រប់អត់ទៅហើយឥឡូវយើងចាប់ដើមទៅមកលើកទី1អាត់កើមើលទៅជាណាបងស្រីលឿនយ៉ាងនេះនិយាយទៅពាក្យពិតឬក៏ពីន័យពួកគេទាំងពីររើសម្នាក់មួយបើកមាត់10នាទីបានហើយនាងនៅក្មេងមិនទាន់ដឹងអីទេលោកជីណានេះគឺលោកធ្វើជាវីរៈបរិសុទ្ធជួយស្រីស្អាតមនុស្សខ្ញុំជាអ្នកនាំមកច្បាស់ជាខ្ញុំជាអ្នកការពារហើយម្យ៉ាងទៀតនាងនៅក្មេងគឺមិនអាចគេធ្វើបាបបានទេពួកឯងមិនត្រូវ20នាទីទេណាពួកយើងក្រោកសួរសំណួរឯងសោះអ្វីក៏សួរមិនបានដែរហើយមែនហើយពីនៃគុណពីខ្ញុំចំនួននាងត្រាពីកែផឹកទៅលើកនេះគឺចប់ត្រឹមនេះហើយយល់ព្រមជប់សិនបងស្រីគ្រូរបស់ឯងផឹកចំនួនឯងមិនធ្វើខ្លះទេដូចជាបញ្ចុកត្រាគេលេងដៃលោកជាណាហ៊ានភ្នាល់ហ៊ានចាញ់មកត្រួតទេតម្រាំតែបានសិស្សមួយនេះឲ្យនាងសំខ្លួនខ្លះយ៉ាងម៉េចពីនៃសាទៅស្ទះស្ទើស្អីលឺឡើងបើកមកនិយាយទៅនៅស្ទះស្ទើស្អីទៀតលោកគ្រូសំតោនាងលីនប្រយ័ត្នបន្តិចទៅណាកុំយកភ្លើងដាក់ខ្លួនឲ្យសោះលោកគ្រូប៉ាត់ស៊ឺសំតោមិនប្រយ័ត្នធ្វើអារបស់លោកក៏ក្រេចខ្ញុំយកទៅសម្អាតឲ្យលោកអារបស់ខ្ញុំមិនអាចបោកទឹកបានទេក៏មិនអាចបោកស្ងួតបានដែរអញ្ចឹងខ្ញុំតែងថ្មីឲ្យលោកឡោះអារបស់ខ្ញុំនេះ50000នាងប្រើវិឆាតឬក៏បាញ់លុយអត់ទេឈប់20នាងទៅនាងជាសិស្សហាត់ការតើនាងបានលុយ50000មកពីណាមិនប្រកាសទេថាមិនត្រូវនាងមានមែនទេណានាងលីនមួយបណ្ដុំតើខ្ញុំអាចចេះចំនួននាងបានបាទណាបន្តទៀតទៅមកលើកនេះអាចកើដដែលមកលើកនេះជាណាខយ៉ាគ្រូពេទ្យស៊ឺចូលហើយយើងរឿងពាក្យពិតដឹងថាឯងនឹងជ្រើសរើសពាក្យពិតហើយចរិតមិនដូរ10000ឆ្នាំបាទណាយើងចាប់ផ្ដើមសួរហើយណាលើកចុងក្រោយបំផុតគឺពេលណាមួយយប់ប្រហែលដងអាទិត្យមុនថ្ងៃគេពេលយប់ម៉ោង11មួយយប់5ដងអយយកែនិយាយនោះគឺជាខ្ញុំ5ដងហើយពិតជាខ្លាំងមែនទែនលោកគ្រូពេទ្យស៊ឺមួយយប់ដល់តែ5ដងយ៉ាងនេះរួចតើប្អូនស្រីបែបណាទៅវិញទៅបកាយទប់ទល់ដែរទេគឺជាក្មេងស្ដាប់បង្គាប់ពិតជាស្រួលដេញមែនខ្ញុំតែបន្ទប់ទឹកមកផ្លែតខ្ញុំកំណត់នាងទៅមានសុំទោសយប់នេះនាងពិបាកហើយតែនេះក៏ជារឿងរបស់ខ្ញុំត្រូវបង្រៀននាងដែរធ្វើការងារដូចជាពួកយើងជាមិនផុតបែបនេះទេ
តាក់ទងជាមួយគេបានល្អតាក់ទងតំណែងតំណងល្អទើបនាងមានការអភិវឌ្ឍ ខ្ញុំនឹងព្យាយាមទម្លាប់ បាននេះឆាប់ទៅបន្ទប់ទឹកទៅ លោកលោកសេលីនលេងខ្ញុំ លីមីននាងកាន់តែថ្លើមធំណាហ៊ានវាយខ្ញុំផង ចាំមកសៀត ខ្ញុំចោលមកទៀតមិនដែរថើបឯណាដេកក៏ធ្លាប់ដេកជាមួយគ្នាហើយស្ទាយអ្វីក៏ធ្លាប់ប្រើហើយពេលនេះនាងនិយាយថាខ្ញុំចោលមកទៀតនាងមិនគិតថានាងហួសហេតុទេលីមីន ពួកយើងបានបញ្ចប់ហើយលោកសំអាងអីមករំខានខ្ញុំ គឺសំអាងនាងស្រួលដេកខ្ញុំមិនទាន់បាត់យានទេនៅចង់វាយខ្ញុំទៀតមែនទេវាយយានហើយហ៎ លេងខ្ញុំមិនចឹងខ្ញុំស្រេចឲ្យមនុស្សហើយ បានតើខ្ញុំនឹងហៅឈីនលីឲ្យគេមកមើលថាសិស្សដូចគេស្ដាប់បកបនោះគឺធ្វើអីជាមួយខ្ញុំការដោះដូរក៏ក្រិច តែលោកចង់ធ្វើអ្វីឲ្យប្រកាស ខ្ញុំចង់ធ្វើអីហ៎គឺច្បាស់ហើយ ខ្ញុំខ្វះលុយបាត់ភ្លើងបាត់ទេខ្ញុំឈឺ ខ្ញុំដេកជាមួយនាង3ដងហើយនាងមិនអាចធ្វើអ្វីបានទេ ររឿងលោកគឺជាកំហុសរបស់ខ្ញុំសូមបងលោកដោះលែងខ្ញុំទៅ តើលោកចង់ធ្វើអ្វីឲ្យប្រកាស តាមខ្ញុំ អត់ទេ ហេតុអីមិននិយាយមែនទេខ្ញុំនឹងថានាងដល់នាងនិយាយសម្ដែងមែនទេមិនចង់លក់ឲ្យខ្ញុំអញ្ចឹងនាងកុំលក់ឲ្យខ្ញុំតែខ្ញុំប្រាប់នាងណានាងបកករឿងជាមួយខ្ញុំនាងរត់រួចនោះទេលុះត្រាតែខ្ញុំលេងនាងឲ្យធុញលុះត្រាតែខ្ញុំលេងឲ្យនាងធុញ លីនមានមិនក៏នាងទៅយូរយ៉ាងនេះតែមិនលើកទូរស័ព្ទហើយមិនបានទៅពាក់ម៉ាំង ខ្ញុំរៀនមិនសូវស្រួលខ្លួនក៏នៅរឿងយូរបន្តិច គ្រប់គ្នាបំបាយគ្នាអស់ហើយមេក៏យប់ហើយខ្ញុំបានហៅអ្នកបើកបរមកពួកយើងទៅជាមួយគ្នាទៅហើយមានមិនស្រួលខ្លួនខ្ញុំជួយនាងទៅផ្ទះអាឡូទៅហើយទៅឡើយមានតើយើង តែហើយ នាងមិនយល់ព្រមខ្ញុំនឹងធ្វើឲ្យនាងរហូតដល់យល់ព្រមជក់ទៀតហើយយើងចាំមិនខុសទេឯងជក់អស់ពាក់កណ្ដាលក៏ចប់ទៅហើយមានរឿងអីមែនទេមិញប្អូនស្រីនោះគឺទើបតែចេញទៅមុខឯងងាប់រហូតស្រឡាញ់គេហើយនិយាយត្រូវហើយហ្នឹង លិនមានឯងហ៊ាននៅទីនេះលួចខ្ជិលមិនក៏មិនឆាប់តែលើកប្រអប់ដែរនៅសល់ប្រមាណនោះមកទៀតមក ចា មួយ
មួយនឹងហើយរបស់ប៉ុណ្ណឹងជជុនយូរយ៉ាងនេះហ៎ឆាប់តែមើលខ្សែព្យួរមានបញ្ហាអីទេក្មេងស្រីឯងកំឡុងម្លេះធ្វើការនឹងក៏លឿនទៀតបកែមែនមែនហើយក ូនស្រីអ្នកក្រគឺបែបនេះហើយការងារទាំងនេះខ្ញុំធ្វើទម្លាប់ហើយ បកែមែនហ្នឹង នៅមានពេលតំណែងនិយាយគ្នាលេងទៀតចាប់មកនេះមកនាងមើលខ្លួនឯងទៅបើយើងមើលមិនទាន់ទេចាញ់ចាំងត្រូវទម្ងន់ច្បាស់ជាបាក់មិនខាន ផ្លាំងមួយនេះមិនសមមិនបានឆ្លងកាត់ការត្រួតពិនិត្យហើយគ្មានបញ្ហាតែពួកយើងចាប់ផ្ដើមការងារ អំឡុងពេលការងារមានបញ្ហាកើតឡើងភ្លាមជារឿងធម្មតាទេឃើញភ្លាមកែភ្លាមសំបីនេះក៏នាងមិនដែរពេលនេះនាងកំពុងតែសង្ស័យយើង មិនហ៊ានទេ ពេលនេះនាងឆាប់ទៅមើលអាគារខាងនោះទៅមើលស្ថានភាពរបស់ដីពេលនេះយើងត្រូវតែមើលប្លង់ដកែឲ្យបាន ហ៊ានដណ្ដើមឈិនលីជាមួយនឹងយើងនាងសំដៅទេ ថ្ងៃស្អែកបញ្ជូនលីតានទៅសួនទៅ លោកឈិនខាងប៉ូលីសបានសង្ស័យមកលើពួកយើងហើយ អញ្ចឹងបញ្ជូននាងទៅក្រៅប្រទេសទៅចាំប្រហែលថ្ងៃក្រោយចាំបញ្ជូនបន្ត ល្អណាស់ឥឡូវនេះគឺសូម្បីតែទ្វារក៏មិនបើកឲ្យដែរ លិនមាននាងដាច់ខ្លួនហើយ 39 អង្សាណែលេបទៅបញ្ចុះកម្ដៅណា ខ្ញុំមិនញ៉ាំថ្នាំទេម៉ាក់ខ្ញុំនិយាយហើយញ៉ាំថ្នាំមិនល្អ នាងស្ដាប់ម៉ាក់របស់នាងឬក៏ស្ដាប់គ្រូពេទ្យទៅ កំតែ នាងមិនដឹងខ្ញុំទៅនាងដឹងថាខ្ញុំជាអ្នកណាទេ លោកគឺសេលីន យ៉ាមិញពេលនេះឡើងឆ្លាញ់ខ្ញុំហើយ លេខកូដបាញ់លុយ ហ៎ លេខការធនាគារ នាងនិយាយអីគេ លេខការធនាគារលេខកូដបាញ់លុយលុយរបស់ខ្ញុំបើសិនជាខ្ញុំស្លាប់សូមលោកជួយយកលុយទាំងនេះប្រគល់ឲ្យប៉ារបស់ខ្ញុំ នាងជាងខ្ញុំមិនឲ្យខ្ញុំទៅដើម្បីតែប្រដាំតូចតាចមួយនេះហ៎គ្រាន់តែក្តៅខ្លួនប៉ុណ្ណឹងវាមិនអាចស្លាប់ទេ តែខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវឡើងឋានសួគ៌អញ្ចឹងខ្ញុំមកឃើញលោកយាយទូរបស់ខ្ញុំហើយ មីកូនចង្រៃពេលនេះអាចទទួលទូរស័ព្ទយើងហើយហ៎
ai lên từ tụi squad dương bạc ai từ chó lực muốn ai rọt bắt ở dương chỉnh lưới thay chua cô cháu trong sao bạn đi ai trai ta bao điệp ca kê dây hai kê do bạn đà ca 50,000anh mình sẽ đập lưới tế ai cũng kết hạ anh mình dây sẽ đây dương phơi ai mặt ban mà anh mình tranh một màu tiết dương nặng 20,000 ครู xa cháu hiện bật tụi sạp dương phong ấy mi còn sậy chẳngไรមានម្ដាយបែបនេះអញ្ចឹងតើបានពីនេះខ្វះលុយរហូតអើយជួយផងហេតុអីបានជាខ្ញុំគ្រាន់តែក្តៅខ្លួនសោះក៏ក្តៅដល់ថ្នាក់ខួរខ្ញុំដុតខ្ទេចអស់ហើយកុំកម្ដៅប្តេផ្ដាស់លោកព្រះនារីមែនទេខ្ញុំគឺជាអ្នកជំងឺនេះជាប្រតិកម្មធម្មតារបស់មនុស្សប្រុសនាងមិនដឹងមែនទេមិនដឹងទេមិនដឹងអញ្ចឹងសាកមើលទៅយ៉ាមិញមុខក្រហមហើយនាងភ្លេចហើយនាងពីមុនមិនមើលតែមួយលើកទេឈប់និយាយហើយបានខ្ញុំឈប់និយាយហើយធ្វើវិញទៅបានខ្ញុំឈប់និយាយធ្វើវិញទៅនាងកុំយល់ច្រឡំថាយកមិនខ្ញុំមើលថែនាងគិតថាខ្ញុំជាមនុស្សល្អហើយខ្ញុំប្រាប់នាងពីដើមមកមិនមែនជាមនុស្សល្អទេខ្ញុំមិនធ្វើរឿងដែលគ្មានហេតុផលទេខ្ញុំស្រឡាញ់នាងតែខ្ញុំនៅតែបន្តដេកជាមួយនាងយកមិនមានមនុស្សផ្ញើសារឲ្យនាងនាងកំពូលយើងខំមើលថែនាងដល់ធំគឺដើម្បីនាងសងគុណយើងពេលនេះបងប្រុសឯងត្រូវការប្រពន្ធខ្វះលុយបើមិនឲ្យលុយទេយើងនឹងទាញតាមនាងមកវិញមិនបាច់ព្យាបាលទេ50,000លោកនាងពិតជាមានតម្លៃណាស់មិនបានជាលោកដឹងមើលតែគ្រូពេទ្យសើដឹងរឿងបន្តិចនោះទេតែទោះបីជាបែបនេះក៏ខ្ញុំមិនសុំទោសលោកដែរសំឡេងកុំនិយាយផ្ដាច់ការបែបនេះបានទេលោកគ្រូពេទ្យសើខ្ញុំត្រូវទៅធ្វើការទៀតមិនអាចឲ្យលោកនៅទីនេះទៀតទេសុំទៅវិញទៅខ្ញុំយកមកនាងបានសុំច្បាប់ឲ្យនាងហើយម្យ៉ាងទៀតនាងឃ្លានឡើងឈឺកាពះទៅហើយញ៉ាំថ្នាំទៅមួយថ្ងៃ3 ដងក្រោយបាយអត់ទេស្រីចក្រៃហេតុបិទទូរស័ព្ទយើងផងអីហ៎សុំបីតាមម្ដាយបង្កើតក៏លែងចាប់ទទួលឲ្យមែនទេយើងប្រាប់នាងលើកមុននាងរត់រួចធ្វើឲ្យលួយដល់ដៃយើងហើយហោះទៅវិញបាត់ចុងអាទិត្យនេះនាងត្រូវតែមកវិញដើម្បីជួបណាសំដីនឹងកុំនិយាយព្រេះផ្ដាអីវាមិនល្អនោះទេខាងប្រុសគេបាននិយាយហើយថ្លៃបដាការ 50,000 នាងស្ដាប់ឮហើយនៅកុំស្មានថានាងមិននិយាយអីយើងធ្វើអីអញមិនបានយើងក៏មានឯងបើនាងមិនព្រមត្រឡប់មកវិញទេយើងនឹងហាច់សភៅគ្រួសារនាងចោលលើកនេះខ្ញុំត្រូវតែយកសភៅគ្រួសារបានដាក់ក្បែរខ្លួនទើបមានសមត្ថភាពជាងស្រីថោកទៀតត្រឡប់មកវិញហើយនៅថ្មឹងដល់ណាទៀតចូលមកស្រីចង្រៃមើលទៅក៏រំខានដែរអាយូមានមកវិញហើយមើលយូរទៅស្អាតទៅមកអង្គុយមកចាម៉ាក់នេះបានន័យថាម៉េចហ្នឹងប៊ីកូនចង្រៃកុំឲ្យបាក់មុខបាក់មាត់គេយើងប្រាប់ឯងកុំភ្លេចថាសភៅគ្រួសារនៅនឹងខ្លួនយើងណែនាំបងស្រីឯងឆាប់ចូលបន្ទប់ទៅមកអង្គុយសិនទៅនេះឯងចង់លក់យើងមែនទេបងស្រីនិយាយអាក្រក់ស្ដាប់ម្លេះសិតតែគ្រួសារតែមួយទេការជាមួយអ្នកមានវាល្អម៉ាក់ពិបាករឿងរបស់បងហ្នឹងណាបើសិនជាមួយអ្នកក្រវិញនោះគឺពិបាកហើយការជាមួយអ្នកមានបងច្បាស់ជាមានសុភមង្គលល្អមិនខាននោះទេបងជឿខ្ញុំចុះសំទោសផងមានគិតតែពីរឿងរៀនសូត្រចិត្តគេម្នាក់បន្តិចហើយប៉ុន្តែអ្នកទុកចិត្តចំមនុស្សស្រីអ្នកនាំទៅឃុំគេតែប្រហែលថ្ងៃបង្កើតកូនទៅគឺវាបានទៅហើយអូចាជានិស្សិតប្រកាសហើយកូនស្រីខ្ញុំនៅរៀនពូកែទៀតផងមិនដែលមានស្នេហាអីទេស្អាតស្អំណាស់មែនហើយ
អញ្ចឹងយើងសម្រេចគ្នាអញ្ចឹងចុះណាសម្រេចគ្នាអញ្ចឹងហើយណាហ៎នេះ អូ សម្រាប់ចឹងហើយ តាមសម្រួលចា ខ្ញុំមិនការទេ មិនខ្វល់ឯកាឬអត់ទេយ៉ាងណាសភៅគ្រួសារឲ្យយើងដល់ពេលនោះយើងហែកមួយកដាស់ប្រគល់ឲ្យមង្គលការនេះបើឯងមិនការក៏ត្រូវតែការយើងយកវាទៅចាត់ចែងចុះឯតាស៊ីវិលហើយ ធ្វើបែបនេះខុសច្បាប់ហើយណា សម្ដីម៉ែឪគឺជាបញ្ជាឯងគឺជាកូនរបស់យើងបង្កើតយើងមានសិទ្ធិលើរូបឯងចាំមើលតើអ្នកណាគេមិនសុខចិត្តចាំមើលតើអ្នកណាគេមិនសុខចិត្តទៀត អាយយកទៅពេលនេះយើងមានហើយ ហេមីចំអកឯងធ្វើអីហ្នឹងអើយឯងនេះប្រហើនណាស់នៅចំពោះមុខយើងហ៊ានឆៃឆេក្នុងថតតុកយើងនឹងចាត់ការជាមួយឯងនេះឈប់ព្រាមណាស្រីថោកទៀតនេះអើយឈប់ណានេះអើយឯងចាំបាច់ខ្ញុំចាំសភៅគ្រួសារ នេះឈប់យល់សពទៅតើតែយើងស្លាប់បើមិនចឹងទេកុំសង្ឃឹមថាថ្ងៃនេះឯងបានសភៅគ្រួសារអើយនេះឯងហៀបប្រឆាំងជាមួយយើងយើងនឹងបាច់ក្បាលឯងនេះចាំបាច់ទៅខ្ញុំឡើងហ៊ាននេះក្រនបើណាស់មែនទេឯងហ៊ានណាឯងចាំមើលណាថាយើងចាត់ការឯងយ៉ាងម៉េចល្អយើងនឹងឲ្យឯងស្ដាយក្រៅមួយជីវិតហឺយម៉ែ មានបងធ្វើឲ្យប៉ាស្លាប់ម៉ាក់វិញនឹងស្លាប់ពេលនេះបងពេញចិត្តហើយ ឯងនិយាយនេះគឺបានន័យថាម៉េច ណែគ្រូពេទ្យម៉ាក់ខ្ញុំយ៉ាងម៉េចហើយជំងឺធ្ងន់ធ្ងរត្រូវសម្អាតកាពះកន្លែងយើងតូចតាចចោលតែបញ្ជូនទៅពេទ្យធំហើយទៅបានយើងអាចចាត់ចែងបានមិនអីទេណែចុះហាត់តេលីកាតទៅមកពីបងបើបងស្ដាប់បកកម៉ាក់វាមិនខ្លាចជាបែបនេះនោះទេលីមាននាងជាឃាតករសម្រាប់មិនហើយ ការពិតទម្លាប់បង្ខំគេគ្រាន់តែចំតបន្តិចខ្លាចជាអ្នកទោស អាឡូ ទូរស័ព្ទមិនក៏មិនទទួលមើលទៅមិនទាន់ស្លាប់ទេ ប៉ែតសឺខ្ញុំទ្រាំលេចបានហើយ ចាំនិយាយចេញមក ប៉ែតសឺសូមលោកជួយខ្ញុំផងជួយម៉ាក់ខ្ញុំត្រូវការផ្លាស់មន្ទីរពេទ្យទៅមន្ទីរពេទ្យក្រុងពេលនេះខ្ញុំគ្មានវិធីទេសូមបងលោកជួយខ្ញុំផង ដឹងហើយខ្ញុំរៀបចំឲ្យ អរគុណ មាននាងជាពាក់ទឹកចិត្តសុំនឹង អើយនេះស្រីចង្រៃឯងនៅមកដេកទៀតមិនក៏ឯងមិនឆាប់តែសុំតោគេភ្លាមទៅហ៎ ម៉ែប៉ែតអីទៅហើយម៉ែនឹងឲ្យខ្ញុំរៀបការជាមួយគេទៀត 50,000បើហៅទៅបាត់ថ្ងៃនេះយើងនឹងស្លាប់នៅក្នុងមន្ទីរពេទ្យ បើខ្ញុំបាន50,000ទៅលើកលែងឲ្យខ្ញុំមែន ឯងយកមក បានម៉ែចាំទៅ ម៉ែគេមាន50,000មែនទេ យល់សពទៅគេបានលុយមកពីណាយើងបង្ខំបានហើយទោះជាគេតែចង់ការគេនោះក៏មិនបានច្រើនដែរទុកចិត្តចោះគេច្បាស់ជាមកវិញ ល្អណាស់ម៉ែសុកមិនក៏លៀបថ្នាំបែបនេះលើកក្រៅលួសព្រលឹងខ្ញុំអស់ហើយខ្ញុំភ័យខ្លាំងណាស់ ឯងខ្លាចស្អីថ្នាំមួយនោះគេបានថែមទឹកហើយផឹកមិនងាប់ទេម៉ែឯងវាសនាខ្ពស់ណាស់ ម៉ែប្រកែកមែនទេបង អាយអូ ជឿណាស់មែនទេម៉ែខ្ញុំប្រាប់ឲ្យថាកុំឲ្យផឹក
50,000ខ្ញុំនៅជាមួយលោក អូននិយាយអី ខ្ញុំនិយាយថាលោកឲ្យ50,000មកខ្ញុំនៅជាមួយលោក ពេលឲ្យវិញទៅ ខ្ញុំត្រូវការលុយសុទ្ធមួយដុំកាន់តែលឿនកាន់តែល្អ យ៉ាមិនចេញទៅមកផ្លែតសម្រាប់ចិត្តលក់ខ្លួនឯងហើយ50,000មិនមានអារម្មណ៍ថាខ្លួនឯងថោកទេ លោកយល់ព្រមទេ នាងមាននាងដេកជាមួយខ្ញុំ3ដងនាងគួរតែដឹងហើយថាខ្ញុំមិនកំព្រាទេ50,000សម្រាប់ខ្ញុំមិនមានបញ្ហាទេឲ្យនាងនិយាយតម្លៃខ្លួនឯងនាងនិយាយតម្លៃមកថោកយ៉ាងនេះមិនខាតទេ ចាលោកនិយាយមិនខុសទេ50,000ទិញមនុស្សម្នាក់គឺពិតជាថោកណាស់តែខ្ញុំខ្វះ50,000ដូច្នេះខ្ញុំត្រូវការតែ50,000ប៉ុណ្ណោះ ដល់ពេលនេះទៅហើយនាងគិតថានាងនៅរកការគ្រប់ខ្លួនឯងមកបំពេញទៀតខ្ញុំប្រាប់នាងបើនាងលក់50,000 100,000គ្មានអ្វីខុសគ្នាទេយល់ដែរទេយល់ទេ យល់តែខ្ញុំត្រូវការតែ50,000ខ្ញុំនៅមានសំណាមួយទៀតពេលដែលខ្ញុំរកលេខបាន50,000ខ្ញុំនឹងសងលោកវិញដល់ពេលនោះលោកត្រូវសងសេរីភាពខ្ញុំវិញថានាងថាមួយជីវិតមិនតាមរំខានខ្ញុំទៀត នាងមិនទាន់តាមខ្ញុំផងរំជួបបាយដោះលែងខ្លួនឯងទៅហើយបើនាងមិនយល់ព្រមដល់ចេញពីចិត្តទេតើនិយាយឲ្យខ្ញុំយល់ព្រមដល់របៀបណាទៅ លោកមិនយល់ព្រមខ្ញុំត្រូវអ្នកផ្សេង នាងទៅរកនរណារកឈីលីនមែនទេ លោកកុំមកខ្វល់ បានយល់ព្រមធ្វើឲ្យខ្ញុំសប្បាយទេបើសិនជាត្រូវការលុយយកចិត្តស្មោះយកមកដូរកាលពីមុន3ដងគឺខ្ញុំបានបង្រៀននាងច្រើនយ៉ាងនេះលើកនេះគូតែដល់ពេលត្រួតពិនិត្យលទ្ធផលហើយនាងបំរើខ្ញុំទេបានទេ 50,000នាងត្រូវការ អរគុណ ជប់សិនពេលយប់ម៉ោង 8ត្រឡប់មកវិញតាមពេលវេលា បាន យកមិញឯងទៅណាមិនបានជាមិនមកផ្ញើសារក៏មិនតបទេក៏មិនលើកឃើញយើងមិនទាន់ងាប់ងើបមកនាងលែងខ្វល់ហើយមែនទេយកមិញបើសិនជាប្អូនឯងមិនមកកំដរយើងទេយើងច្បាស់ជាឃ្លានស្លាប់មិនខាននាងបានលុយមកពីណានឹងហ៎ សំខាន់ចំពោះអ្នកទាំងពីរទេ អាយ៉ា ត្រូវការលុយទាំងនេះត្រូវយកសិភៅគ្រួសាររបស់ខ្ញុំមកខ្ញុំសិន ត្រូវការសិភៅគ្រួសារធ្វើអីសិភៅគ្រួសារយើងជាអ្នកថែរក្សាអស់ធំណាស់នាងទៅរៀបការទៅ គ្មានសិភៅគ្រួសារលុយទាំងនេះមួយសេនក៏មិនបាច់ចុកទៅដែរ ចង់ងាប់មែនទេហ៊ានយកលុយមកគម្រាមយើងផងអីអ្នកនេះឈប់ព្រៀបឈប់លុយទុកនៅទីនេះសិនហើយអីសិភៅគ្រួសារយើងមិនបានយកមកទេចាំយើងចេញពីពេទ្យចាំយើងយកឲ្យនាងណា ម៉ាក់ខ្ញុំមកដាក់ដូចជាមួយម៉ាក់មិនបាច់មកបញ្ជាពេលទៀតទេតាមការដែលខ្ញុំស្គាល់ម៉ាក់ គឺ ឲ្យតែរបស់ដែលអាចគម្រាមខ្ញុំបានម៉ាក់នឹងតែងតែយកតាមខ្លួនមកបានរហូតតែមែនទេ ម៉ាក់ឲ្យនាងទៅ ឲ្យស្អីលុយទាំងនេះបានគ្រប់តែឯងរៀបការប្រពន្ធប៉ុណ្ណោះថ្ងៃក្រោយឯងត្រូវកាត់កូនប្រុសទៀតកន្លែងចាយលុយនៅមានច្រើនទៀតឲ្យ50,000ទៀតមកយើងនឹងឲ្យសិភៅទៅ មិន នាង អាចទេម៉ាក់ពេលនេះមិនត្រូវការលុយទាំងនេះ50,000ក៏លែងមានដែរ នាងស្រីចង្រៃនាងមានន័យថាម៉េចហ្នឹងនៅហ៊ានមកគម្រាមយើងទៀតអីនាងគឺនាង ខ្ញុំលែងបរិសុទ្ធហើយ ហើយនាងស្រីចង្រៃគ្មានគេខ្មាស់នាងនៅពីក្រៅខ្នងយើងនាងធ្វើស្អីខ្លះហ៎នាងបាត់ថោកខ្លួនឯងបែបនេះហីស្រីចង្រៃថ្ងៃក្រោយរៀបការបានយ៉ាងម៉េចទៅ និយាយត្រូវហើយថ្ងៃក្រោយលែងមានមនុស្សត្រូវការរបស់កក្រិចបែបនេះហើយដូច្នេះម៉ាក់កាត់ខ្លួនឯងទៅ ម៉ាក់ឈប់ខឹងទៅយ៉ាងណានាងធ្លាក់ខ្លួនបែបនេះទៅហើយឬការរបស់នាងគឺច្បាស់ជាមិនមានទេហើយម្យ៉ាងទៀតម៉ាក់មើលរបួសលើខ្លួននាងគឺពិតជាគួរឲ្យខ្មាស់គេណាស់ក្នុងរយៈពេលដ៏ខ្លីគឺច្បាស់ជាមិនអាចណាត់ជាមួយប្រុសផ្សេងទេឥឡូវចេះម៉ាក់យកលុយនេះតែម្ដងទៅឲ្យសភៅនាងទៅចប់រឿងហើយ ចាច់ទៅយើងមើលនាងស្រីចង្រៃពេលនេះប៉ានាងស្រឡាញ់នាងយ៉ាងនេះពិតជាធ្វើឲ្យប៉ានាងខ្មាស់គេស្លាប់ហើយ នេះមាននាងប្រែហើយចេះលេងល្បិចខ្លះហើយនាងយកមិញនេះមានចេតនាបម្រើខ្ញុំឲ្យខ្ញុំខំនាងគឺដើម្បីរក្សាទុកស្នាមទាំងអស់នេះ
មាននេះចាំមិនថាខ្ញុំលើកថានាងមានរឿងខ្ញុំមិនទុកចិត្តក៏ទិញសម្បត្តិយន្តហោះត្រឡប់មកវិញនាងមានត្រូវបញ្ជូនទៅ ICU ថ្លៃសងគ្រោះគឺច្បាស់ជាមិនតិចទេលុយទាំងអស់នេះនាងទុកចុះមិនបាច់ទេខ្ញុំបានរៀបចំអត់ទៅហើយអរគុណហើយលោកគ្រូប៉ែតស៊ឺជួយមើលថែមានហើយនៅជួយរៀបចំឲ្យម៉ាក់នាងទៀតហើយម្យ៉ាងទៀតពេលនេះខ្ញុំទំនេរអញ្ជើញលោកញ៉ាំបាយដើម្បីអរគុណអ្នកដែលអរគុណគួរតែមិនមែនឯងទេគឺជានាងគ្រូប៉ែតស៊ឺនិយាយមិនខុសទេចាំពេលខ្ញុំទំនេរនឹងចេញលោកញ៉ាំបាយអរគុណលោកបានល្អមិនបាច់ទេពេលវេលានៅវិញថ្ងៃទៀតអេបានដឹងហើយនៅកម្រងមកពីក្រៅប្រទេសចាំមកដល់ហើយឆ្នាំមុនក្រុមហ៊ុននាំបុគ្គលិកខាត់ការប្រកាសជាងទីទៅមកដឹងថាឆ្នាំនេះអ្នកណាមានកិត្តិយសទៅទេបើរើចំលោកជិនជាអ្នកដឹកនាំដោយផ្ទាល់មិនថាទេថ្ងៃអនាគតពិតជាមិនអន់ទេមែនហើយឆ្នាំមុនអ្នកដែលមានឱកាសគឺសិស្សច្បងរបស់ពួកយើងជាងអ៊ីណានមានមិនបន្តិចតែហើយមានចង់រលុយទេណាទៅប្រទេសក្រៅពេលនេះមានកម្រងមួយកំពុងតែខ្វះមនុស្សនាងអាចចេញក្រៅប្រទេសជាមួយនឹងខ្ញុំបានដល់ពេលនោះក្រុមហ៊ុនឧបត្ថម្ភប្រាក់គឺគុណនឹង3ណាយល់ព្រមទេប្រាក់ខែ3ដងអញ្ចឹងខ្ញុំទៅប្រហែលខែមិនសងលុយសើលិនរួចទៅហើយបច្ចុប្បន្នការងារសំណងក្រៅប្រទេសខ្វះធនធានមនុស្សនាងទៅតាមខ្ញុំអ្វីដែលត្រូវធ្វើរចនាការត្រួតត្រងអគារការរចនាក៏ត្រួតចំពេលដែលនាងហាត់រៀនខ្លះចង់ទៅទេលោកគ្រូខ្ញុំទៅឡប្រហែលថ្ងៃនេះនាងរៀបចំលិខិតឆ្លងដែរទៅអាទិត្យក្រោយថ្ងៃពុធពួកយើងចេញដំណើរណារកមើលអីអត្តសញ្ញាណប័ណ្ណយ៉ាងម៉េចឈីលីនមកថ្ងៃទី1នាងចង់រត់តាមគេទៅហើយមិនមែនទេខ្ញុំរកអត្តសញ្ញាណប័ណ្ណព្រោះក្រុមហ៊ុនមានកម្រងនៅក្រៅប្រទេសខ្ញុំត្រូវយកទៅធ្វើលិខិតឆ្លងដែរតែធ្វើការនៅប្រទេសទីនាងដឹងថាទីនោះកំពុងតែច្បូកច្បល់ទេក្រុមហ៊ុនជារៀងរាល់ឆ្នាំតែបង្កើតឱកាសចេញទៅក្រៅប្រទេសហើយមិនមែនខ្ញុំតែម្នាក់ឯងទេសាច់ច្បាស់ស្រីក៏ទៅដែរមិនឲ្យទៅទេគ្រូប៉ែតស៊ឺខ្ញុំដឹងថាពួកយើងមានតំណែងជួយដូចគ្នាតែលោកក៏មិនមានសិទ្ធិអីមករារាំងសេរីភាពខ្ញុំដែរសេរីភាពនាងតាមខ្ញុំគឺស្មាខ្ញុំនឹងចៃលុយទិញសេរីភាពរបស់នាងខ្ញុំជាម្ចាស់របស់នាងនាងមានមើលឃើញសាច់ចិញ្ចឹមណាដែលចិញ្ចឹមឲ្យមិនស្គាល់ម្ចាស់វាទេខ្ញុំមិនមែនជាសាច់ចិញ្ចឹមរបស់លោកនោះទេចុះតើជាអ្វីដៃគូលើក្រែគូស្នេហាដៃគូគ្រាន់តែដូររបៀបហៅប៉ុណ្ណោះគ្មានអ្វីខុសគ្នាទេខ្ញុំដឹងថាដរាបណាខ្ញុំមិនតាមសងលោកអស់ដរាបនោះខ្ញុំនៅតែជាមនុស្សរបស់លោកប៉ុន្តែតើតើការងាររបស់ខ្ញុំសូមបោះលោកខ្ញុំចាប់បានឱកាសចេញទៅក្រៅប្រទេសមួយនេះតែរៀនវឹកហាត់បើមិនចឹងទេទោះបីជាខ្ញុំធ្វើការ3ឆ្នាំទៀតក៏ខ្ញុំសង50,000លោកមិនអត់ដែរទីគោលបំណងចុងក្រោយនាងពិតជាបញ្ញាប់រកលុយខ្លួនឯងសងវិញនេះឬមួយក៏ខ្ញុំត្រូវធ្វើជាសាច់ចិញ្ចឹមរបស់លោករហូតខ្ញុំធ្លាប់ធ្វើឲ្យនាងពិបាកចិត្តទេបើថ្ងៃក្រោយលោកមានកូនឬមួយលោកសង្ឃឹមថាកូនស្រីរបស់លោកព្រោះតែក្រព្រោះតែជីវិតបង្ខំដើម្បីលុយ50,000ខ្លាចទៅជារបស់លេរបស់មនុស្សប្រុសម្នាក់មិនផ្ដល់ឱកាសឲ្យនាងសូម្បីតែបន្តិចឲ្យវាឡើងទេមែនទេ